ពីឈ្នួតចឹងទៅដើម្បីយើងថាទៅវាឆាប់ស្ងួតល្អសម្រាប់ត្រីរបស់ខ្ញុំនេះ1គីឡូខ្ញុំប្រើទឹកត្រីចំនួន2ស្លាបព្រាបាយប្រេងខ្យង2ស្លាបព្រាបាយអំបិល1ស្លាបព្រាបាយប៊ីចេង1ស្លាបព្រាកាហ្វេសម្រាប់ស្ករគឺប្រើស្ករសធម្មតាក៏បានស្ករអំពៅក៏បាន3ស្លាបព្រាបាយម្រេចបងប្អូនដាក់តិចឬច្រើនតាមចំណង់ចំណូលចិត្តហើយម្ទេសហុយក៏អញ្ចឹងដែរដាក់មិនក៏បានហើយចុងក្រោយគេគឺជាប្រេងឆា1ស្លាបព្រាបាយហើយនេះគឺម្សៅម្ទេសកូរ៉េបងប្អូនអានឹងយើងដាក់យកក្លិនហើយនឹងយកពណ៌ទេដាក់ក៏បានអត់ក៏បានដាក់គ្រឿងក្រៅចូលកូរច្បល់ឲ្យវាសព្វល្អហើយយើងដាក់ត្រីចូលមកសម្រាប់ការប្រឡាក់ត្រីនេះអត់ដូចប្រឡាក់សាច់ជ្រូកឬក៏សាច់គោណាបងប្អូនប្រឡាក់ធ្វើមិនឲ្យបានសព្វល្អនិយាយទៅច្បាច់ឲ្យបានគ្រប់ត្រីម្ដងមួយហើយច្បាច់ចុះឡើងឲ្យបាន2 3សាហើយយើងផ្អាប់ទុកសិនសម្រាប់បងប្អូនដែលធ្វើពេលព្រឹកអាចផ្អាប់ទុក1ម៉ោង2ម៉ោងយកទៅហាលបានប៉ុន្តែបើធ្វើពេលល្ងាចដូចខ្ញុំអញ្ចឹងយើងផ្អាប់ទុកមួយយប់ព្រឹកឡើងគឺយកទៅហាលបានហើយសម្រាប់ការហាលអត់យូរទេបងប្អូនអានេះគឺខ្ញុំហាលតែមួយថ្ងៃទេព្រឹកឡើងហាលប្រហែលជាខ្ទង់ម៉ោង8ម៉ោង4ម៉ោង5អីហ្នឹងគឺខ្ញុំយកចូលហើយវាស្ងួតមកល្មមបងប្អូនអានេះអត់ស្ងួតខ្លាំងពេកហើយក៏អត់នៅសើមពេកដែរហើយត្រីងៀតបើសិនជាវាស្ងួតជ្រៅក៏អត់ឆ្ងាញ់ដែរបងប្អូនអាំងទៅវារៀងក្រៀមស្វិតអត់សូវមានសាច់ញ៉ាំអញ្ចឹងណាហើយរសជាតិនេះគឺមកល្មមញ៉ាំហ្មង